បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅheader footer ដដែលប៉ុន្តែយើងរៀនកំណត់ពណ៌ផ្សេងពីគ្នាណាបាទមានន័យថាពណ៌ទី1យើងដាក់ header និង footer ផ្សេងហើយទំព័រទី2យើងដាក់ header និង footer ផ្សេងពីនឹងទៀតអញ្ចឹងដើម្បីកំណត់វាបានគឺយើងទី1យើងចុចទៅលើបាទ insert ហើយយើងចុចទៅលើ page number បាទហើយបន្តមកយើងអាចកំណត់បាទ page number ជាប៊ូតុងក៏បានបាទអញ្ចឹងទាំងអស់គ្នាឃើញថាពេលដែលយើងកំណត់ទៅគឺបាទវាមានលេខទំព័រហ្នឹងគ្រប់សន្លឹកប៉ុន្តែនៅសន្លឹកទី1លើគេនេះខ្ញុំអត់ចង់បានជាទំព័រទី1ឯងបាទអញ្ចឹងតើយើងធ្វើម៉េចបាទអញ្ចឹងយើងអាចលុបវាចោលបាទលុបវាចោលហើយបន្តទៀតបាទយើងទៅកំណត់សាសមួយបាទអញ្ចឹងឧទាហរណ៍ថាលើនេះជាស្លឹកទី1ហើយយើងបាទទី1យើងត្រូវផ្ដាច់វាសិនបាទចូល layout break ហើយចុច next page បាទបន្ទាប់ពីយើងផ្ដាច់ទំព័រហើយបាទពេលដែលយើងផ្ដាច់ទំព័រហើយយើងបាទចុច insert ម្ដងទៀតដើម្បីទៅកំណត់ page number ណាបាទ page number អញ្ចឹងយើងយក page number ប៊ូតុងហើយអញ្ចឹងក៏វានៅតែចេញស្លឹកទី1ហ្នឹងនៅមានទំព័រទី1ដែរតែទំព័រទី1ហ្នឹងគឺខ្ញុំអត់ចង់បានវាទេណាអត់ចង់បានវាទេអញ្ចឹងបាទខ្ញុំត្រូវតែចុចលើពាក្យ link to previous នេះបាទដោះគ្រីសវាចេញហើយបន្តមកទៀតគឺខ្ញុំលុបលេខ1នឹងចោលបាទលុបលេខ1នឹងចោលបាទហើយបាទអញ្ចឹងយើងនឹងឃើញថានៅពេលដែលយើង link previous ហើយយើងលុបបាទទំព័រទី1គឺបានន័យថាទំព័រផ្សេងៗក៏វានៅចេញដដែលអត់ដូចមុនទេបាទអញ្ចឹងកន្លែងនេះយើងអាច design ហើយ format វាដើម្បីកំណត់ឲ្យបាទលេខ2ហ្នឹងវាចេញជាលេខ1វិញបាទស្លឹកទី1គឺអត់មានទំព័រហើយស្លឹកទី2គឺមានទំព័រចាប់ពីទី1ឡើងទៅបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ